សួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពថ្ងៃទី7នៅ Walk Street បងប្អូនដែលបានទស្សនាហើយកុំភ្លេចជួយ like ហើយ subscribe ឲ្យផងអ៊ូអថា November 13. Thank you so much.បាទបន្ទាប់ពីយើងបានដើរទៅមើលលើផ្លូវ Walk Street ហើយយើងដើរមកខាងចន្លោះផ្សារចាស់ហើយនិងផ្សារកណ្ដាលយើងនឹងឃើញផាប់ហើយនិងបារជាច្រើននៅក្នុងរាជធានីភ្នំពេញរបស់យើងនេះបាទផ្លូវទាំងនេះប្រហែលជាបងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនសូវចូលចិត្តទេប៉ុន្តែភាគច្រើនបរទេសគាត់និយមដើរទៅលើផ្លូវនេះច្រើនព្រោះវាជាចំណាប់អារម្មណ៍ខាងទេសចរមកបែបដែរត្បិតថាប្រទេសយើងអត់មានទេសចរផ្លូវភេទដូចជាប្រទេសទាំងលេខ2ប៉ុន្តែក៏យើងមានទេសចរពេលរាត្រីដែលធ្វើឲ្យជនបរទេសសប្បាយរីករាយទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់រៀងៗខ្លួនដែរបាទនៅពេលដែលផ្លាស់ប្ដូរដើរមកលើផ្លូវនេះស្រាប់តែអត់សម្បូរបងប្អូនប្រជាពលរដ្ឋខ្មែរទេប៉ុន្តែសម្បូរទៅដោយសាសជនជាតិបរទេសជាច្រើននៅទីនោះមានផាប់មានខារ៉ាអូខេមានអាហារពេលរាត្រីដូចគ្នាប៉ុន្តែគ្រាន់តែសម្បូរទៅដោយបងប្អូនជនជាតិបរទេសច្រើននៅទីនោះវាអាចថាខុសប្លែកពីPub Street នៅឯសៀមរាបនេះវាដូច Pub Street ដែរប៉ុន្តែគ្រាន់តែវាសម្បូរទៅដោយជនបរទេសវាអត់សម្បូរជនជាតិខ្មែរយើងដើរទេ